សម្រាប់សួរលោកអ្នកបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំបានដើរហាត់ប្រាណនៅជុំវិញផ្ទះជុំវិញភូមិដែលខ្ញុំរស់នៅហើយខ្ញុំឃើញនៅតាមផ្លូវមានភាពស្ងប់ស្ងាត់មែនតែនហើយមានអារម្មណ៍ថាយើងអត់មានភ័យខ្លាចយើងបានដើរហាត់ប្រាណខ្ញុំបានឈប់ធ្វើការមួយរយៈដើម្បីនៅមើលម្ដាយដែលគាត់ចាស់ហើយគាត់មានការភ្លេចភ្លាំងជាច្រើនអញ្ចឹងខ្ញុំមានឱកាសដើម្បីនឹងនាំគាត់បានហាត់ប្រាណដោយរុញគាត់ហើយខ្ញុំក៏បានហាត់ប្រាណដែរអញ្ចឹងហើយខ្ញុំត្រឡប់មកវិញខ្ញុំសិក្សាអានព្រះបន្ទូលព្រះអង្គខ្ញុំមកវិញខ្ញុំនឹកឃើញអំពីការដែលមានសន្តិភាពនៅក្នុងចិត្តធ្វើឲ្យចិត្តរបស់យើងនឹងស្រស់ស្រាយហើយចេះអរគុណព្រះដែលឃើញការល្អនៅជុំវិញខ្លួនយើងចាហើយថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរកូឡូសចំពុក3នៅក្នុងនោះគឺមានការបង្រៀនជាច្រើនដល់ជីវិតយើងម្នាក់ហើយក៏ជាមេរៀនដែលយើងទាំងអស់គ្នាត្រូវរៀនដើម្បីឲ្យយើងបានមានអំណរនៅក្នុងព្រះគ្រីស្ទចាហើយចំណុចដែលសំខាន់សម្រាប់ខ្ញុំនោះគឺថាតើមានសន្តិភាពនៅក្នុងខ្លួនយើងនោះមានអត្ថន័យយ៉ាងណាចាអញ្ចឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមាន key point មានចំណុចល្អដែលខ្ញុំចង់លើកមកនិយាយខ្ញុំនឹងអាននៅព្រះគម្ពីរកូឡូសចំពុក3ពីខ1ដល់ខ24ចាដូច្នេះខ្ញុំនឹងអានជូនដូច្នេះបើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញជាមួយនឹងព្រះគ្រីស្ទនោះចូលស្វែងរកអស់ទាំងសេចក្តីដែលនៅស្ថានលើវិញជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្ដាំនៃព្រះចូលផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើកុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មានដែលនៅផែនដីឡើយត្បិតអ្នករាល់គ្នាបានស្លាប់ហើយជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះជាមួយនឹងព្រះគ្រីស្ទកាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើងបានលេចមកនោះអ្នករាល់គ្នានឹងលេចមកក្នុងសេរីល្អជាមួយនឹងទ្រង់ដែរដូច្នេះចូលសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នាដែលនៅផែនដីនេះចេញគឺជាការសហាយស្មន់ស្មោកគ្រោកសម្រាលប៉ងប្រាថ្នាអាក្រក់និងសេចក្តីលោភដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះគឺដោយហេតុសេចក្តីទាំងនោះបានជាសេចក្តីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងជចេះហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើមគឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរតែឥឡូវនេះចូលឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះគឺសេចក្តីកំហឹងខ្នាន់ខ្នាញ់គំរក់ប្រមាថនិងពាក្យអពមង្គលចេញពីមាត់ចោលទៅកុំឲ្យកុហកគ្នាឡើយត្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់និងអំពើរបស់វាចោលចេញហើយចូលប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹងឲ្យបានត្រូវនឹងរូបអង្គព្រះដែលបង្កើតមនុស្សថ្មីនោះមកជាសន្តានដែលគ្មានសាសក្រិកនិងសាសយូដាការកាត់ស្បែកហើយមិនកាត់ស្បែកមនុស្សប្រទេសដទៃឬជាតិមនុស្សព្រៃបាវបម្រើឬអ្នកជាផងនោះទេគឺព្រះគ្រីស្ទទ្រង់ជាគ្រប់ទាំងអស់វិញហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផងដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសម្លូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ងាដល់ព្រះចុះហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទោសនឹងអ្នកណានោះចូលអត់ទោសឲ្យគេចុះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរចូលបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀតជាចំណងនៃសេចក្តីគ្រប់លក្ខចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្តដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯងឲ្យមានរូបកាយតែមួយហើយត្រូវដឹងគុណផងចូលឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបានសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាជាបរិបូរណ៍ដោយប្រាជ្ញាគ្រប់យ៉ាងទាំងបង្រៀនហើយទូន្មានគ្នាដោយនៅទំនុកដំកើងទំនុកបរិសុទ្ធនិងចម្រៀងខាងឯវិញ្ញាណទាំងច្រៀងក្នុងចិត្តថ្វាយព្រះដោយព្រះគុណ
ហើយក្នុងគ្រប់ទាំងអស់ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើដោយពាក្យសម្ដីឬកិរិយាក៏ដោយចូលធ្វើទាំងអស់ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាដោយសារទ្រង់ផងពួកស្រីអើយចូលចុះចូលចំពោះប្តីខ្លួនដូចជាគួរគប្បីក្នុងព្រះអម្ចាស់ពួកប្រុសអើយចូលស្រឡាញ់ប្រពន្ធចុះកុំឲ្យមានចិត្តចិនឆ្អន់ឡើយក្មេងរាល់គ្នាអើយចូលស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ត្បិតព្រះអម្ចាស់ទ្រង់សពហេតុយ៉ាងដូចនោះឯងឪពុករាល់គ្នាអើយកុំដុកដានកូនចៅឡើយក្រែងវារសាយចិត្តចេញពួកបាវបំរើអើយចូលស្ដាប់បង្គាប់ចៅវាយនាយខាងសាច់ឈាមក្នុងគ្រប់ការទាំងអស់ចុះមិនមែនតែការនៅមុខគេប៉ុណ្ណេះដូចជាចង់ផ្គាប់ចិត្តមនុស្សនោះទេគឺដោយចិត្តស្មោះត្រង់វិញទាំងកោតខ្លាចដល់ព្រះផងហើយការអ្វីដែលត្រូវធ្វើក៏ដោយចូលធ្វើឲ្យអស់អំពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់មិនមែនដល់មនុស្សទេដោយដឹងថាអ្នករាល់គ្នានឹងទទួលរង្វាន់ជាមរតកអំពីព្រះអម្ចាស់មកត្បិតអ្នករាល់គ្នាជាអ្នកបម្រើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់ឯអ្នកណាដែលប្រព្រឹត្តខុសឆ្គងនោះនឹងទទួលតាមការកំហុសរបស់ខ្លួនហើយទ្រង់មិនរើសមុខអ្នកណាឡើយចាចំណុចសំខាន់ the key point ដែលខ្ញុំបានរៀនគឺខ្ញុំបានរៀននៅខ15នេះគឺថាចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្តចាដូច្នេះសំខាន់ណាស់កាលណាដែលយើងមានព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់យើងគឺយើងមានសន្តិភាពរបស់ព្រះគ្រីស្ទគ្រប់គ្រងក្នុងចិត្តចាសន្តិភាពរបស់ព្រះគ្រីស្ទនឹងដឹកនាំយើងឲ្យមានការសម្រេចចិត្តល្អត្រឹមត្រូវធ្វើឲ្យយើងដកចេញនូវសេចក្តីភ័យខ្លាចរបស់យើងដឹងហើយកាលណាយើងមានព្រះអង្គយើងទុកចិត្តទ្រង់ពីព្រោះព្រះអង្គជាព្រះដែលជួយដោះស្រាយចិត្តអរគុណគឺជួយឲ្យយើងមានសន្តិភាពមានសេចក្តីសុខសាន្តនៅក្នុងចិត្តហើយរក្សាចិត្តយើងពីការគិតអវិជ្ជមានចាគឺយើងគិតអំពីការដែលព្រះអង្គបានសង្គ្រោះជីវិតយើងដូច្នេះហើយយើងបានមានអំណរជានិច្ចអាមែនអរគុណដល់ព្រះជាម្ចាស់